Hello bong bồn ngày ní anh dạy hưởng ni là cá hưởng là bỏ rẻ đến ngày nắng nhom dạy hưởng lan đón dạy bị bọt bị sau này cá phở lan Lamborghini chầm nói ló chầm nói khóc nía nâng chầm nói mình ló rồi bỏ lan Lamborghini chạy chun bong ổn làm bây ai bong ổn đắng sầm rạp bong ổn ná đại miên cùng ruộng trong tinh Lamborghini chí nâng bong ổn đài chỉ lan trong đây sớm máy tay trong đăng tha tá bọt bị sau này cá phở phèo bất bọt rồi bỏ nè phở Lambo mẹ rầm mấyហើយសម្រាប់អ្នកដែលមាន Lambo ហើយដែលមានចំណុចខ្លះដែលគាត់ប្រើដែរតែគាត់អត់បានចាប់អារម្មណ៍គឺឥឡូវយើងអាចមកមើលវីដេអូនេះទាំងអស់គ្នាខ្ញុំនឹងមកនិយាយពីចំណុចខុសគ្នារវាង Lambo Aventador SV ខុសគ្នាជាមួយ Lambo ធម្មតាមិននិងគុណសម្បត្តិនិងគុណវិបត្តិតោះចំណុចទី1ដែលបងប្អូនឃើញ Lamborghini SV ដែលខុសគ្នាមួយឡានធម្មតាគឺកន្លែងនេះ carbon ហើយមុខ lip ខាងមុខគឺខុសគ្នាកន្លែងនេះមានដាតលឿងមួយហើយតម្រងរៀងតប៉ែតស្រួចវែងជាងមុខរៀងវែងជាង Lambo ធម្មតាចំណុចទី2គឺ Central Lock កង់នេះគឺយើងដូរចង់ដូរកង់គឺគេប្រើស្ពឺតែមួយទេដើម្បីmuaចេញដូរហ្មងអត់មានខ្ចៅ5ដូចឡាន Lambo យើងធម្មតាទេចំណុចមួយទៀតដែលបងប្អូនមកមើលនេះគឺទ្វារនេះទ្វារគឺកាបោនសុតហ្មងអត់មានដៃទ្វារទេធម្មតាយើងមានដៃទ្វារកន្លែងនេះមួយAventador ធម្មតាមានដៃទ្វារមួយតែនេះអត់មានទេមានតែខ្សែមួយសម្រាប់ទាញទេចំណុចមួយទៀតគឺសាក់ស៊ីឡានបាននេះតែតួរបស់ឡានណាតួឡានធម្មតាគេធ្វើពីដែកធ្វើពីដេរ៉ាឬក៏អាលុយមីញ៉ូមឬក៏ Titanium ឬក៏ Stainless Steel តែសម្រាប់SV នេះគឺតួកាបោនសុតហ្មងបានន័យថាមកសាក់ស៊ីនេះឡាននេះគឺកាបោនទាំងអស់បងប្អូនមើលក្នុងនេះក៏កាបោនដែរនេះលៀតនេះក៏កាបោនដែរហើយអាផ្នែកនេះក៏កាបោនដែរគ្រាន់តែគេស្រូបស្បែកអខន្តរាពីលើហើយចកូតរបស់ SV គឺស្បែកអខន្តរាតាប់ឡូនេះក៏ស្បែកអខន្តរាតួខាងលើនេះផ្នែកខាងដបូនេះក៏អខន្តរាទាំងអស់និយាយទៅស្បែកអខន្តរាភាគច្រើននៅក្នុងហ្នឹងអានេះស្បែកខាប់ធម្មតាហើយគេនៅលើអីគេមាន D អក្សរ SV ទៀតបាទហើយនេះចំណុចពិសេសមួយទៀតគឺកៅអីរបស់ SV គឺកាបោនសុតហ្មងប៉ុន្តែអត់មានចុចអីសារ៉េអីឡើងចុះអីទេគឺនេះអូសដៃនិយាយទៅដូចឡានតាក់ស៊ីចឹងប៉ុន្តែហេតុអីមិនគេធ្វើអញ្ចឹងដោយសារតែគេចង់ឲ្យរក្សាទម្ងន់ធ្វើម៉េចកាត់បន្ថយឲ្យឡានហ្នឹងមានទម្ងន់ស្រាលជាងមុនហ្នឹងចំណុចខុសគ្នាហើយសូម្បីតានេះក្រុមកំរាលជើងនេះក៏ខុសគ្នាដែរឃើញកាបោននេះបើឡានយើងធម្មតាអត់មានទេខាងក្រុមហ្នឹងគេបិទចិត្តហើយអត់មានកាបោនទាំងទេអានេះកាបោនគឺគេធ្វើមកឡាននេះចំណុចពិសេសគឺគេព្យាយាមកាត់បន្ថយទម្ងន់ហើយតាប់ឡូអីហ្នឹងសើកាបោនទាំងអស់យ៉ាចំនៅឡាននេះគឺគេព្យាយាមប្រើកាបោនឲ្យអស់លទ្ធភាពកន្លែងនេះអាចប្រើកាបោនបានគេប្រើកាបោនដូចកន្លែងនេះអាសាយនេះក៏កាបោនដែរនេះហើយកន្លែងនេះក៏កាបោនspoiler ក៏កាបោនដែកឃ្លោងក៏កាបោនម៉ាស៊ីន V12 កាប់បាត់ម៉ាស៊ីនហ្នឹងម៉ាស៊ីនគឺ V12 ដូចគ្នាទេតែគ្រាន់តែ horsepower របស់ SV ហ្នឹងវា750 horsepower អូភ្លេចប្រាប់ចំណុចពិសេសមួយទៀតដែលឡាននេះខុសពីឡាន SV Lambo Aventador ធម្មតាគឺធុងទឹកមាននៅនេះមួយនៅខាងនោះមួយសងខាងដូចឡានធម្មតាប៉ុន្តែ SV គឺមាន2ខាងក្រោយនេះទៀតនេះគេមានធុងទឹកបន្ថែមនៅខាងក្នុងនេះ2ទៀតចឹងចំណុចដែលធុងទឹកបន្ថែមឲ្យ Lamborghini SV នេះគឺធ្វើឲ្យឡាន Lamborghini SV ហ្នឹងអត់ឡើងកម្ដៅ overheat ដូច Aventador ធម្មតាទេព្រោះចំនួនខ្ញុំជិះ Aventador ធម្មតាគឺអាសាឡើងកម្ដៅ overheat ហើយតែឡើងកម្ដៅយើងជិះបានជាពិសេសយើងឈប់ stop ឬក៏ផ្លូវស្ទះយូរគឺឡានយើងឡើងកម្ដៅ overheat ធ្វើឲ្យឡានហ្នឹងក្ដៅអត់អាចជិះទៅមុខបានរហូតដល់ពេលខ្លះវាលោតសារឲ្យយើងបលត់ឡានឈប់សិនក៏មានពេលខ្លះជិះទៅផុលទឹកក៏មានតែសម្រាប់ SV ហ្នឹងបទពិសោធន៍ខ្ញុំជិះ2ឆ្នាំខ្ញុំហ៊ាននិយាយថាឡានហ្នឹងគឺគេ design មកថ្មីល្អមែនតើគឺអត់មានឡើងកម្ដៅឡើងអីដូចជំនាន់មុនហ្នឹងទៀតទេប៉ុន្តែចំណុចមួយដែលយើងឆ្ងល់មែនតើគឺឡាននេះគេធ្វើមកបងប្អូនឃើញនេះដូចនៅទ្វារមិញខ្ញុំនិយាយដែរអញ្ចឹងអត់មានកប៉ៅទេធម្មតាយើងមានដៃទ្វារមានកប៉ៅកន្លែងហ្នឹងមួយសម្រាប់ដាក់អីតិចតួចនេះអត់មានសោះសូម្បីតែកន្លែងក្លុបនេះក៏អត់មានដែរ
chẳng không nia một Lambo thom mà đá thằng Lambo thom mà đá nó lại ní mình khục mũiแต่ร้านนี้គេ design មកសម្រាប់ super car សម្រាប់យើងលេងប៉ណ្ណាំងលេង sport អីហ្នឹងគឺគេអត់តម្រូវឲ្យមានទេគេធ្វើឲ្យកាត់ថយទម្ងន់ផងដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅក្នុងឬក៏អីវ៉ាន់អីពេលដែលយើងប៉ណ្ណាំងអីទៅវាអាចស្ទុះខ្លាំងវាក្រាក់អីទៅវាអាចធ្លាក់អីវ៉ាន់ធ្លាក់អីហើយកុងសុលនេះអាតាប់ឡូនៅកណ្ដាលនេះក៏អត់មានក្លុបដែរឡានយើងធម្មតាមានក្លុបនៅនេះមួយទៀតណាតែឡាននេះអត់មាននិយាយចំទៅឡាននេះគឺអត់មានកន្លែងដាក់អីវ៉ាន់អីសោះហ្មងមានកន្លែងនេះមួយសម្រាប់សោកអីខ្ញុំមិនដឹងតែជាធម្មតាខ្ញុំច្រើនតែសោកទូរស័ព្ទតាមហ្នឹងអញ្ចឹងក្រៅពីហ្នឹងគឺអត់មានកន្លែងណាដាក់អីទេភាគច្រើនគឺគេធ្វើឡានហ្នឹងមកគឺសម្រាប់តែយើងជិះហើយ focus ទៅលើការបើកបរហ្មងអត់តម្រូវឲ្យយើងមាន entertain មានអីសំបី Bluetooth connect ចម្រៀងហ្នឹងក៏អត់មានដែរប៉ុន្តែមិញហ្នឹងគឺខ្ញុំនិយាយពីចំណុចខុសគ្នារវាង Lambo ធម្មតា Aventador ធម្មតានិង SV ឥឡូវយើងនិយាយពីគុណវិបត្តិនៃការជិះ Lamborghini វិញអញ្ចឹងសម្រាប់បងដែលមានកម្រងឬក៏មានក្តីសម័យចង់ទិញ Lamborghini គាត់គួរតែគិតលើចំណុចខ្លះ Lamborghini មិនមែនងាយស្រួលជិះដូចឡានទូទៅទេទី1គឺឡានប្រភេទនេះគឺវាមានសភាពរលាក់ដោយសារបូមគាត់អត់មានអីដូចឡានយើង Luxury comfortable ទេជិះគឺបើក្លុកវិញតិចតួចក៏លាក់ដែរអញ្ចឹងបងណាធ្លាប់ជិះឡាន comfortable ជាអកើតទេហើយប្រអប់លេខឡាននេះគឺ single clutch គឺពេលដែលយើងដាក់លេខទៅគឺកធិកកធាក់ដាក់លេខទៅលឺក្រិចក្រាក់ប៉ុន្តែបើសម្រាប់ខ្ញុំពេលដែលខ្ញុំជិះយូរទៅខ្ញុំមានអារម្មណ៍ថាអារបៀបដែលយើងដាក់លេខកធិកកធាក់ហ្នឹងវាទៅជាលយវិញវាទៅជាយើងមានអារម្មណ៍ថាវាreal gentleman វាបែបជាមនុស្សប្រុសពិតប្រាកដណាព្រោះយើងចេញមករបៀបsport យើងដាក់លេខមកភុបចូលដូចយើងលេងម៉ូតូលេខដៃអញ្ចឹងមានអារម្មណ៍ថាវាលយសម្រាប់ខ្ញុំតែសម្រាប់បងប្អូនទូទៅខ្ញុំអត់ហ៊ានថាទេអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញអាមុខនេះ size skirt នេះវាទាបអញ្ចឹងបើសិនជាបងប្អូនជិះវាមានភាពស្មុគស្មាញមួយទៀតគឺពេលដែលយើងអាយ៉ែចេញចូលគឺពិបាកមែនតើសម្រាប់អ្នកដែលជិះដំបងនេះងាយនឹងបុកខឿនកែមចេះកាលណាដែលយើងប្រហែសហើយបញ្ជាក់មួយទៀតឡាននេះអត់មាន sensor ទេអត់មាន sensor 360ជុំវិញឡានទេបានន័យថាយើងអាយ៉ែទាំងអស់គឺត្រូវពឹងលើសមត្ថភាពនៃការអាយ៉ែរបស់យើងនិងការចេញចូលឡានបើសិនជាយើងប្រហែសគឺបុកខ្ទេចហើយព្រោះកាងទាំងអស់នេះតួឡានទាំងអស់នេះគឺសិតតែស្មាច់ទេនេះទេអត់មានដៃទេក្រៅពីស្មាច់គឺកាបោនហ្មងព្រោះដោយសារគេធ្វើឲ្យឡាននឹងស្រាលដូចខ្ញុំនិយាយអញ្ចឹងបើបងប្អូនណាដែលចង់ជិះឡានមួយដែលមានភាព comfortable ខ្ញុំគិតថា Lamborghini មិនមែនជាជម្រើសបើបងប្អូនទេបងប្អូន Lamborghini ជាជម្រើសប៉ុន្តែមិនមែន Aventador ទេគឺបងប្អូនអាចជិះ Huracan ជិះអីវិញអាហ្នឹងវា comfortable ជាងស្រួលជិះ Daily យើងជិះបានបើ model នេះជិះរាល់ថ្ងៃគឺពិបាកជាពិសេសបងប្អូនណាដែលមានការឈឺចង្កេះគឺពិបាកជិះដោយសារកៅអីនេះយើងអត់មាន adjust ទៀបខ្ពស់ឡើងចុះអីទេគឺមានតែមកតម្រង់នឹងទេគឺ fix ហ្មងបើយើងជិះរយៈពេលយូរឬក៏ស្ទះផ្លូវស្ទះចរាចរណ៍អីមានអារម្មណ៍ថាឈឺចង្កេះសំបីចង្កេះខ្ញុំអត់ឈឺក៏ជិះយូរទៅក៏មានអារម្មណ៍ថាឈឺតិចដែរតម្រាំតែអ្នកដែលមានអារម្មណ៍ថាឈឺចង្កេះឈឺអីហ្នឹងគឺពិបាកហើយមួយទៀតពាក់ព័ន្ធមួយការចេញចូលគឺបងប្អូនចេញចូលគឺមានភាពស្មុគស្មាញបន្តិចនេះជាពិសេសបងប្អូនដែលស្លៀកខោអាវសាច់កណាត់គឺពិបាកពេលដែលយើងលើកចេញជើងចេញចេះតែយើងកថេកជើងធំចេញមកគឺវាអត់មានភាពងាយស្រួលសម្រាប់អ្នកដែលស្លៀកខោអាវសាច់កណាត់ទេបើយើងខោខ្លីខោស្ពណ៌ចេះអាវយឺតអីវាអូខេសម្រាប់យើងមូលហេតុនេះហើយដែលខ្ញុំនិយាយថាឡាននេះគឺជាប្រភេទឡានសម្រាប់អ្នកដែលចូលចិត្តបែបស្ពណ៌គឺត្រូវហើយតែបើបងប្អូនខ្លះគាត់ស្រឡាញ់ស្ពណ៌ផងស្រឡាញ់ comfortable ផងខ្ញុំគិតថា Lamborghini Aventador SV នេះឬក៏ Aventador ធម្មតាមិនមែនជាជម្រើសរបស់គាត់ទេដោយសារ Aventador ធម្មតាក៏ខ្ញុំធ្លាប់ជិះបាន2ឆ្នាំ Aventador SV នេះខ្ញុំជិះបានរយៈពេល2ឆ្នាំហើយអ្វីដែលខ្ញុំជំរាបបងប្អូននេះគឺជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់សម្រាប់ឡាននេះខ្ញុំជិះ2ឆ្នាំហើយសម្រាប់ឡាននេះគឺល្អមែនតើ SV គឺគេអាប់ដេតមកគឺអត់ដែលចេះខូចអត់ដែលចេះ error ប្រព័ន្ធទឹកស្អំប្រព័ន្ធអីគឺយើងជិះដឹងតែមានតែចាក់សាំងដូរប្រេងម៉ាស៊ីនគឺជិះ2ឆ្នាំហើយគឺល្អមែនតើចំណុចមួយទៀតពាក់ព័ន្ធមួយ Lambo ដែលជាគុណវិបត្តិរបស់ Lamborghini គឺបងប្អូនទិញជិះវាខាតច្រើនឡានប្រភេទនេះខាតច្រើនហើយពេលយើងលក់វិញគឺរើសម្ចាស់ដោយសារហេតុអីមនុស្សទូទៅដែលគេចូលចិត្តជិះឡានបែបលក្ខណៈធម្មតាគឺគេអាចជិះបានទេ
bia của bạn chi hong bia của bạn thai tom điện xong bây là nhôm chi họ ngày ní cứ nhôm sầm nhóm cứ nhôm nè sờ lạnh lan nó bật cót tôi bây của bạn mấy có nhôm nơi đập chi diếm nhôm nơi là sờ lạnh sầm rạp nhôm đồ bỏ để nhôm sờ lạnh cứ nhôm chi diếm phơi khục dáng làm bấy chi ôi bia miên phiệp comfortable sầm nhôm phần đó sầm rạp bon đại chi bộ nhưng cách tha quạt thì miên phiệp complicated cho mỗi đường lan SV ở nắng phần đó sầm lan ní xong bây có một ní có bảo sral mình tén nhôm trâu chất hai côn sầm bát bao lan đi mình muốn nâng vậy côn bị bát kla tẹt to mỗi ca giải tranh châu của ba ca thai tom của ba ca tranh châu lan của ba bạc lan tới bia ọt comfort bia rồi lẹ bia cái thịt ấy nắng anh nắng sẽ tập côn bị bát chứ vậy đó côn sầm bát với hai ấy về những tinh lan nè sầm rạp lan nắng cứ nẹt đại châu chất rụp riêng bị xe bao lan nắng cứ rụp riêng cứ bị xe mình tén sầm đẹp nhóm cứ nhung sầm lan hụt hiện lan nâng lăng mình tén đôi nhung lo bị bọt không ni là ca những đôi lạnh sơ lập bạc môi chẳng biết chia cùng nú nay sơ lập bạc môi đại nhóm vô tha bị át cua oi sờ lạnh hay tẹt tiên sầm đẹp nhóm nhung cắt tha hụt hiện lan đi cứ xạ xong sầm đẹp đại cái hai tha anh cột cá chẳng nhóm sầm đẹp nhóm nhung sờ lạnh hiện biết mưa trên máu mình được phổ tẹt tiên chia bị xe bầu bon ôn phò nơi steel nơi dụ vậy bính nha chi lan đi từ nhà sấy cứ lịch mùi attractive sấy cứ cái khơi nhân chi lan này tới cứ mơ máu em mòn tại nhưng mình tha ơi motivate ấy còn tha nấy viên chỉ cà phết đại p đề dương chi tới viên phết chỉ tẹt tiền mến hơi dương châu rùm cam thi dương chi khnia pi nè mà xin gì dương miền đại cu pi nè dương chi tới pi nè trên mau mà nè một khang rất là sạch chẳng sầm rạp Lamborghini bia miền côn bị bạt khá tại phi chở lan sport cứ bỏ chẳng ấy để xa bia mình mến chỉ lan SUV phu dương của bạn giải tranh châu mến vận tải sầm rạp hiệp sát hiệp toàn sầm máy nhung cật tha Lambo cứ đó vậy tới overall trong khỏi cứ nhung nào tụ tha Lamborghini SV ní cứ bia xạ sóng sầm đẹp nhóm hay sầm rạp bon na để trong tinh chí cứ cọt mơ tới trong đó đài cọt nhung hiệp họp hàng lừa nú bà cọt cật tha ọt miên pa nhà sầm đẹp cọt tế hay nè để trong tinh nhưng cùng rộng trong tinh ấy nắng anh mơ video nhung tới lan sầm đẹp SV cứ ở sơn miên pa nhà tế pa nhà tại dương ca giải tranh châu lan nó hiện tiếp tranh châu hiện ba chi tới hiện thì ấy tập phân nắng phần trái sầm đẹp ca mơ thai men thành nấn lan đấy ọt bà thì vì ọt bà đôi advan đo thom đá phía chởn vẹt con mười pa nhà cùng đại trơn phần trái mình mẹn tha vừa mình bán mình trái nhưng cách tha bia bắp sau để nhung slong cắt mười lan thom đá advan đo thom đá nó vì chởn đá phần trái nơi tại chuột pa nhà chỉ tu tới một năm pi năm trong pi năm nó nhung châu sẽ bị châu vào mũi vùng bờ đòn tại đọp đón lan advan tại đo thom đá phần trái lan ấy ọt tế miền tại đô phèn sấn đằng chạ sáng còn là tha đô phèn sân đô ấy dương hở vô phèn sân lọ đưa cả ai check up nơi cầm hôn nơi dân tới cứ lan dưới nương được tua ban sọc phiệp ló dương nè chí có dương ọt bà rõm khai chặt chi tới khôi chi cao chìm cao để đây còn thá chỉ tu tới nè đại cọt sẽ lạnh lan sport cứ nhung này nom ao bị cha nã lơ lan mình đi phó cứ cha nã lơ lan adventure đó SV tới để xa vi ọt sơ miên cầm ho phải chạy tết được cả ca khôi đời trái đòn này chẳng sầm đọc video lấy ngày nắng miền phần nắng trong đó khó khăn là việc adventure đó thòng đá nâng adventure đó SV ní nhưng ban hiệp họp hái côn bị bắt có ban hiệp họp hái nâng côn sầm bắt có ban hiệp họp hái chẳng sầm đọc video ngày nắng ở côn bong ôn chởn đại nại p mớ ní cứ chia bọt bị sót nó cũng đặt to luôn thế mình men review lan professional hai còn mình bán đã mà chip bong ôn dương này review lan đây ní còn là nhung vậy bị bọt sau này ca phở phải lan to bao nhung tế chân miên cầm ho kho con thằng ná xô người ta phải tốt tay bờ bong ôn na trong chi đưa còn miên mầm nón trong tinh đưa cò chi hai hay chụp ốp sang lại ná trong đấng trong ban bọt thì sao bị nhung nè đại flop chi thì phải buôn năm rồi ní ai comment số bán nhung đường chay lấy off bị chất từ can bong ôn ở con chởn